ចាថ្ងៃនេះមកធ្វើសង្ខ្យាល្ពៅពីរបែបក្នុងពេលតែមួយម្ដងមើលល្ពៅទូចៗនេះពុយល្ពៅជប៉ុនណាបងប្អូនដំបូងខ្ញុំចោះក្បាលវាហើយឆ្កឹះយកគ្រាប់វាចេញល្ពៅពីរផ្លែនេះមួយខ្ញុំយកទៅដុតមួយទៀតខ្ញុំយកទៅចំហុយព្រោះខ្ញុំចង់ដឹងថាដុតហើយនឹងចំហុយនឹងរសជាតិខុសគ្នាអត់ចាប់ផ្ដើមផ្សំគ្រឿងធ្វើសង្ខ្យាដំបូងដាក់ពងមាន់2គ្រាប់ស្ករត្នោត1ស្លាបព្រាបាយខ្ទិះដូង150 ml ស្លឹកតើយ2-3ស្លឹកមកហើយដាក់អំបិលមួយច្បិចទៅហើយខ្ញុំនេះភ្លេចដាក់អំបិលចឹងចំបាច់រួចហើយបានដាក់អំបិលតាមក្រោយបើបងប្អូនចង់ប្រើពងមាន់3គ្រាប់បងប្អូនដាក់ខ្ទិះដូងតែ100 ml បានហើយស្ករនេះប្រសិនបើចង់ផ្អែមខ្លាំងជាងនឹងអាចដាក់2ស្លាបព្រាបាយច្បៃគ្រឿងឲ្យវាចូលគ្នាសព្វល្អហើយច្រោះវាផ្លែល្ពៅទី1នេះខ្ញុំយកទៅដុតនៅក្នុង air fryer កម្ដៅ180អង្សារយៈពេល10នាទីបន្ទាប់មកបានខ្ញុំដាក់ទឹកសង្ខ្យាចូលហើយដុតម្ដងទៀតនៅក្នុងកម្ដៅ150អង្សាររយៈពេល25នាទីផ្លែល្ពៅទី2នេះខ្ញុំយកទៅចំហុយ10នាទីសិនបន្ទាប់មកបានខ្ញុំចាក់ទឹកសង្ខ្យាចូលហើយចំហុយម្ដងទៀតរយៈពេល20នាទីរួចជាការស្រេចខាងលើនេះគឺសង្ខ្យាល្ពៅដែលខ្ញុំយកទៅចំហុយចំណែកឯខាងក្រោមគឺសង្ខ្យាល្ពៅដែលខ្ញុំយកទៅដុតសង្កេតឃើញថាសង្ខ្យាល្ពៅដែលយកទៅដុតហ្នឹងសាច់វាមានលក្ខណៈទន់ជាងហើយក្លិនវាឈ្ងុយជាងគ្នាយើងធ្លាប់មានគេធ្វើសង្ខ្យាល្ពៅដុតអត់ជួយខមមិនប្រាប់ខ្ញុំផងណា